ខ្ញុំឈ្មោះសងសុក្រាជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបជំរាបសួរនាងខ្ញុំឈ្មោះសុងសោភាជានិស្សិតឆ្នាំទី1នៃផ្នែកវិទ្យាសាស្ត្រលេខាធិការជំរាបសួរនាងខ្ញុំឈ្មោះកឹមច័ន្ទច័ន្ទគឺជានិស្សិតឆ្នាំទី1ផ្នែកព័ត៌មានវិទ្យាទៅគោះមកពីបញ្ញទៅដងវ៉ាបកកាសាញជើងយាណាជំរាបសួរនាងខ្ញុំឈ្មោះស្រុនបូរ៉ាជាចុងភៅនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបថ្ងៃ8មិនិនាជាទិវាសិទ្ធិនារីអន្តរជាតិដែលប្រជាជនទូទាំងសកលលោកតែងតែប្រារព្ធពិធីនេះឡើងក្នុងគោលបំណងឲ្យស្ត្រីមានសិទ្ធិស្មើៗគ្នាទៅនឹងបុរសចំពោះពេលបច្ចុប្បន្ននេះស្ត្រីនៅតែជួបនៅបញ្ហាប្រឈមមួយចំនួនដូចជាទី1ការឲ្យប្រាក់ខែមិនស្មើភាពនឹងបុរសទី2វិញការប្រើអំពើហិង្សានិងការរំលោភបំពាននៅលើស្ត្រីតែងតែមានចំពោះចំណុចទី3ការកំណត់ភាពស្រស់ស្អាតភាពស្តង់ដារនៃសម្រស់ស្ត្រីប្រសិនបើស្ត្រីនោះមិនមានមុខមាត់ស្រស់ស្អាតឬក៏ពណ៌សម្បុរមិនសស្អាតតាមស្តង់ដារទេពួកគេតែងតែទទួលបាននូវការរើសអើងដូច្នេះហើយធ្វើឲ្យស្ត្រីមួយចំនួនមិនហ៊ានប្រឈមមុខនឹងសង្គមបច្ចុប្បន្នញ៉ាំអត់ណាស់មួយតាថងឲ្យចិត្តបដាមួយថលោមួយតាយ៉ាងឯតថាពពតថាអេបឡាំងmừng nằm on the po từ thao po put là coi ta ngạo phơi nhiệt pin như chân em lang play chuột ở dạ ơi tại em cho nên ta đã mùi ta nhầm ho sệt lô lưỡi sệt ta lùm tầm play làm ta sệt xem khoa sệt từ trang ngạ khoa lưỡi để coi mơn sệt xem phượng ngạ và sệt ta bao nào ចំពោះថ្ងៃទី8មិនិនាខ្ញុំពិតជាមានមោទនភាពណាស់ដែលប្រទេសបានលើកយកថ្ងៃ8មិនិនានេះឡើងដើម្បីលុបបំបាត់ពាក្យចាស់បុរាណដែលពោលថាស្ត្រីទោះបីជាខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងណាក៏មិនអាចធ្វើការងារស្មើនឹងបុរសបានដែរដែលវាបានបង្ហាញពីការគោរពការផ្ដល់តម្លៃការលើកតម្កើងស្ត្រីជាពិសេសគឺសម្រាប់ស្ត្រីនារីព្រមទាំងកុមារីសម្រាប់ខ្ញុំអ្នកគ្រូគឺជាគំរូសម្រាប់ខ្ញុំដោយសារគាត់គឺជាមនុស្សដែលមានភាពហ្មត់ចត់ច្បាស់លាស់ក្លាហានមានទឹកចិត្តស្មោះសរជំរុញឲ្យស្ត្រីដទៃទៀតព្រមទាំងសិស្សស្រីបានរៀនសូត្របានខ្ពង់ខ្ពស់ដូចជាគាត់ដែរហើយគាត់គឺជាមនុស្សម្នាក់ដែលមានការងារច្បាស់លាស់អាចបម្រើសង្គមបានពេញលេញជាចុងក្រោយនេះខ្ញុំសូមសំណូមពរទៅដល់ប្រជាជនខ្មែរទាំងអស់សូមផ្ដល់នូវតម្លៃនិងគោរពសិទ្ធិស្ត្រីព្រមទាំងបញ្ឈប់នូវអំពើហិង្សានៅក្នុងគ្រួសារចំពោះស្ត្រីពីព្រោះស្ត្រីគឺជាមេដានៃពិភពលោកជាចុងក្រោយនឹងខ្ញុំសូមសំណូមពរឲ្យមនុស្សគ្រប់រូបចូលរួមលុបបំបាត់ការរើសអើងចំពោះស្ត្រីនិងផ្ដល់ឱកាសឲ្យស្ត្រីមានភាពស្មើគ្នានៅលើគ្រប់វិស័យនិងធ្វើឲ្យស្ត្រីមានអនាគតកាន់តែល្អប្រសើរឡើងខ្ញុំសូមជូនពរដល់គ្រួសារនិងស្ត្រីគ្រប់រូបទាំងអស់មានសុខភាពល្អគ្រប់គ្នា